សពសបាយបងថ្ងៃនេះថ្ងៃអាទិត្យទី11ឆ្នាំ2021ខែ1បងហើយខ្ញុំចេញដឹកធម្មតាដូចរាល់ដងហើយមួយរយៈនេះឃើញថាចំណូលដែលខ្ញុំរកបានពីការដឹកជូនគឺធ្លាក់ចុះមែនទែនបងភាគច្រើនសម្បូរតែហាងតែអត់សូវមានអ្នកកម្មង់ទេធម្មតានៅពេលដែលអត់មានអ្នកកម្មង់ហើយពួកខ្ញុំអ្នកដឹកក៏អត់មានអីដឹកដែរបងពីបេសកកម្មខ្ញុំថ្ងៃនេះគឺខ្ញុំចេញពីម៉ោង7ព្រឹករហូតដល់ម៉ោង6 7យប់ស៊ីសងតាមបើសិនជាមានបងដឹកខ្ញុំនៅដឹកតបើសិនជាអត់មានស្ងាត់ខ្ញុំចូលផ្ទះឲ្យបងហើយសម្រាប់បងអ្នកថ្មីដែលមិនទាន់បានចុច Subscribe Channel របស់ខ្ញុំសូមបងជួយចុចម្នាក់មួយដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតបងចាំឡើង15នាទីឥឡូវបងទី1ចូលហើយបងធូបកាហ្វេនៅសន្ធមុខពីភ្ញៀវគាត់អត់ឆ្ងាយទេគាត់នៅចិត្តនឹងដែរទេឥឡូវខ្ញុំមកដល់កន្លែងភ្ញៀវហើយតែរកភ្ញៀវអត់ឃើញទេរកគាត់ឃើញទេបងគាត់បកដៃមិនឃើញគាត់អត់លើកបានមកបងឥឡូវស្ងាត់ទៀតទេបងអើយអត់មានលោតចូលតសោះធម្មតាឲ្យតែមានបងវាលោតចូលតគ្នាឯងចូលមកបងទៅហើយចុំបងវិញហាកាហ្វេអាម៉ាហ្សូនចូលមួយទៀតហើយបងមករយៈចុងក្រោយដែលយើងមានបញ្ហាជាមួយសៀមមកខ្ញុំតែលើកទី1ទេដែលទឹកកាហ្វេអាម៉ាហ្សូនយកកាហ្វេរួចឥឡូវមកដល់កន្លែងភ្ញៀវហើយបងកាហ្វេនេះយកពីស្តុបនេះកវ័នមកអូឡ িম্প ិកបងឥឡូវមកដល់កន្លែងភ្ញៀវបងខ្ញុំយកកាហ្វេមកបងបាទអត់ទេបាច់សោបាទបាច់សោបាទឥឡូវជ្រុលជាជីដល់អូឡ িম্প ិកហើយខ្ញុំជីទៅបឹងកងសិនបងព្រោះនៅបឹងកងវាសម្បូរបងដឹកមកនៅនេះក៏អត់មានបងដឹកដែរឥឡូវឡើងទៅបឹងកងសិនជីឡើងឆ្ងាយបងពីអូឡ িম্প ិកមកដល់ផ្លូវទៅសក់ផ្អែមទៅចូលឥឡូវបានមកបងទៀតហើយសំខាន់ឥឡូវរកភ្ញៀវអត់ឃើញទេនេះចប់អត់ដឹងថានៅខាងណានេះខលទៅគាត់អត់លើកសោះនេះភ្ញៀវជនជាតិចិនណាបងអញ្ចឹងពិបាកតាក់ទងគាត់ហើយមិញសួរបងសន្តិសុខនៅមុខ J Tower មិញគាត់ថាប្រហែលជានៅអាគារចំហៀងខាងនេះបងឥឡូវជីកទៅចាំគាត់នៅខាងហ្នឹងសិនហើយថតរូបឲ្យគាត់មើលតែខ្ញុំអត់ភ័យទេព្រោះថាគាត់បងលុយរួចហើយបងតែគាត់ប្រហែលជាគាត់រវល់10នាទីហើយបងអើយ10នាទីហើយគាត់អត់ទាន់ចេញមកយកទេគុណបងឥឡូវបងទី2ដឹករួចរាល់ហើយខ្ញុំអត់ដឹងថាត្រូវទៅណាទៀតទេនេះអត់មានបងសោះសម្រាប់ថាឥឡូវមានទៅទួលតពូងទេព្រោះទួលតពូងបលឹមឡើងវាអាចនឹងមានបងដឹកច្រើនព្រោះនៅហ្នឹងសម្បូរជនបរទេសឯខ្មែរយើងក៏មានដែរគាត់កំងនៅបឹងកងអត់ស្ងាត់ឈឹងដែរឥឡូវជិះទៅទួលតពូងសិនបងនៅទួលតពូងអាចនឹងមានបងដឹកអញ្ចឹងទៅណាអាចជិះពីទួលតពូងមកស្ទឹងជ័យឥឡូវបានមានបងដឹកឥឡូវចូល Express មកបងឲ្យបងផ្លូវដែលអ្នកដឹកខ្លាញ់ផុតគឺផ្លូវស្ទឹងជ័យហ្នឹងហើយបងព្រោះប្រហែលហាត់បានទេតែយើងឆ្លងដល់អត់ប្រយ័ត្នហ្នឹងដល់គេបុកហើយព្រោះជិះលឿនណាឥឡូវខ្ញុំមកដល់កន្លែងភ្ញៀវហើយបងរកភ្ញៀវសិនបាទបងនៅខាងណាបងខ្ញុំនៅខាងឆ្វេងក្រាសាំងបងខាងបកខាងធ្វើចាស់លឿនបងឯងបងចាស់លឿនអូឃើញបាត់ខាងនេះបងបាទអរគុណបាននេះវ៉ាន់មកកញ្ចប់ហើយបងឡើងទៅពេញវិញទៀតហើយមិញខ្ញុំជិះមកពីហ្នឹងឥឡូវជិះទៅហ្នឹងទៀតអូចំណេញកប់ហើយអញ្ចឹងព្រោះបើសិនជាយើងអង្គុយដល់មួយកន្លែងដឹងតែអត់មានបងចូលហើយមានតែទៅជិះដារ៉ូនឹងឯងបើសិនជាអត់ជិះដឹងតែអត់មានបងហើយតែអត់បងអីគឺដាច់បាយហើយឥឡូវខ្ញុំខ្លាចតែជិះទៅដល់ហើយវាអត់មានអីដឹកទៀតចប់ជិះមកវិញទៀតនេះបង6300បងអូបាទអរគុណបងបាទម្ដងនេះគ្រាន់បងឥឡូវចូលមកបងទៀតទេបងហើយរៀងថ្លៃដែរបានទៅអាស័យកែវបងយកលុយខាងភ្ញៀវមាន Telegram ខ្ញុំឲ្យ location ប្រហែលតែគាត់នៅម្ដុំចិត្ត CTN ហ្នឹងពីបឹងតបែកទៅមុខ CTN បងឆ្ងាយគួរសមដែរហ្នឹង8គីឡូជាង8គីឡូ200ម៉ែត្រជាងរំរាំតាជីដល់ CTN ដល់ម៉ោងបាយល្មមបងដឹកមកព្រឹកហើយតែបានតែប្រហែលបងទេចប់ហើយដល់អាស័យកែវហើយបងតាក់តងភ្ញៀវតម្រាំតែតាក់តងចូលហើយគាត់ដាក់ទីតាំងខុសមកចំហៀងផ្លូវទៀតអ
9,600ចាបាទ ចេះមកមួយប៉ុណ្ណា 600 ម៉ែ បាទអរគុណបាទអរគុណបាទ មកបងនេះខ្ញុំដាច់បាយខ្ញុំទឿន3ដងហើយតែបានហើយស្ប៉ាហ្គេទីតែមួយមុខឥឡូវបានហើយខ្ញុំដល់អញ្ចឹងអាណិតភ្ញៀវមែនតើព្រោះគាត់ទឿន3ដងហើយតាមបន្តឲ្យតែហាងធ្វើលឿនពួកខ្ញុំដឹក5 6គីឡូអត់យូរទេតែមួយផ្លេតទេយ៉ាងយូរ10នាទីហ្នឹងទៅដល់ហើយខ្លាចតែហាងធ្វើយូរតើហើយមូលហេតុតែគាត់ធ្វើយូរហ្នឹងភាគច្រើនគឺគាត់ទៅដល់បានគាត់សុំទូរស័ព្ទយើងមើលឲ្យគាត់ធ្វើអញ្ចឹងវាធ្វើឲ្យបងចាំយូរអញ្ចឹងឯង គាត់ធ្វើរៀងយូរបាទបាទអរគុណបាទ អាណិតភ្ញៀវបងមែនតាអូគាត់ឆាតមកឡើង3 4ដងគាត់ឃ្លានគាត់តែអីទេមុខឡើងស្រស់អត់អីទេ មិញដាក់កាហ្វេឲ្យកញ្ញារួចឥឡូវចូលមកបងទៀតឯងបង Express ដឹកទៅផ្លូវទ្រង់មន់អូបេក្អមចិត្តផ្លូវវិញស្រេងដែរបងហើយបងនេះរៀងបុកពុះដែរហ្នឹងព្រោះអ្នកផ្ញើអីវ៉ាន់គាត់សុំលុយមុននោះហើយអត់ដឹងថាម៉េចម៉ានេះតែមើលភ្ញៀវទៅគាត់ស្រួលដែរមិនអីទេប្រហែលជាគាត់មិនធ្វើបាបយើងទេអញ្ចឹងពីបឹងតពុនទៅអូបេក្អមផ្លូវទៅទ្រង់មន់ហ្នឹងវារៀងឆ្ងាយគួរសមដែរបងក្នុង map គេដាក់ប្រហែលជា10នាទីតែបើផ្លូវអត់ស្ទះអាចនឹងលឿនជាងហ្នឹងបងវាមិនយឺតទេ បាទអីវ៉ាន់ហៅចែមអូមកដល់មកបាទ9រៀលចាំតិចបាទនេះបាទ14000 តែប៉ុណ្ណឹងបាទសេវាខាងភ្ញៀវបាទ ទម្លាក់អីវ៉ាន់អនឡាញឲ្យកូនត្រេនរួចឥឡូវជាប់ពីវិញស្រីហ្នឹងមកផ្សារអូស័យបងឥឡូវមកដល់ផ្សារអូស័យហើយថ្ងៃនេះរៀងស្ទះដល់ហើយស្ទះគ្រប់កន្លែងហ្មងនេះជិះមានបានលឿនឯណាមួយជិះអូសជើងហ្នឹងវាស្ទះពេកសំខាន់បងអ្នកបុកខៀងហ្នឹងក៏ដាក់ទីតាំងខុសទៀតហ្នឹងតាមពិតភ្ញៀវគាត់មិននៅក្នុងផ្សារអូស័យណាគាត់ដាក់នៅក្នុងផ្សារអូស័យភ្ញៀវគាត់នៅហួសទៅដល់ផ្លូវទៅសក់បែមទៀត Hello បាទខ្ញុំមកដល់មុខជើងដើម Tại em có mặc quay trên thang môi của là bồ ạ. បូឃើញបាទ Nên em nó chạm ra បាទ 8,700 អរគុណបាទចូលពូតមកបង 2,600 មកទៅបាត់ត្រឡប់ក្រោយទៅវិញទៀតតាមទៅខ្ញុំអត់ពូតបងអាជីនៅតាមហ្នឹងមិនអត់ចូលទេដល់ជីមកឆ្ងាយទេបានចូលគេតែមានមកអត់មិនចូលផ្ទះហ្នឹងហើយខ្ញុំអង្គុយនៅខាងមិញមកទៅតុបធំហ្នឹង បាយរួចអត់មានធុងសម្រាមអត់បានសម្រាមចោលឥឡូវឃើញយកចោលសិនចាំភ្ញៀវមកស្ទោះឥឡូវភ្ញៀវគាត់ចេញមកយកឲ្យបងឥឡូវយកហូបឲ្យគាត់សិនបង16300បងបាទអរគុណបងបាទ ដាក់បងនេះរួចឥឡូវចាប់ដើមស្ងាត់ទៀតហើយខ្ញុំប្រហែលជាត្រូវជិះឡើងទៅទួគោកបើសិនជានៅនេះអាចនឹងអត់មានបងទេស្ងាត់យកតែមែនតែនហ្មងតែឥឡូវជិះរ៉ែទៅទួគោកទាំងអស់គ្នាបងមើលមានបងចូលអត់ បងទៀតហើយបងណាចេះអស់2.2គីឡូឲ្យ100បូក100ចាប់ហើយបងក្រេប100បងហើយមើលរំតូខ្ញុំចាក់ទឹកហ៎ Hello បងខ្ញុំមកដល់ហើយបងបាទអរគុណបាទតាំងពីដឹកមកលើកទី1ភ្ញៀវ
ទៅសើរថាដឹកលឿននេះណាចិត្តកន្លះម៉ោងតាមពិតដឹកវាលឿនមែននឹងឯងព្រោះចាំហាងយូរម្ដាអ្នកដឹកគ្មានអ្នកដឹកណាចង់យឺតទេឲ្យតែបានហូបគឺលឿនហើយឃើញដូចបងឃើញស្រាប់ហើយអ្នកខ្លះឆ្លោះភ្លើងក្រហមអ្នកខ្លះគាត់អត់គោរពច្បាប់ចរាចរណ៍ដោយសារតែចង់ឲ្យឆាប់ដល់ភ្ញៀវហើយមិនមែនតែបានមកហូបឲ្យនៅអង្គុយលេងទេអញ្ចឹងសូមបងយល់អញមិនអីពូអួតមួយបាត់ហើយនៅអង្គតែនតួគោកបងអួតបដ ாய் ហើយជាគាត់ពុលតុកនឹកសង្ស័យហើយព្រោះផ្លូវនៅនឹងវាកវិចកវៀនជីខ្លាំងទៅពុលឥឡូវខ្ញុំចុះ express នៅក្បែរហ្នឹងហើយមកចូលយកបងសិនខលអត់លើកហ្មងអូគាត់ទៅកូពីអញ្ចឹងមិនយូរនៅក្តៅអូននៅឡើយបង express បងនេះមិនឆ្ងាយទេចិត្តនេះដែរទេឥឡូវមកដល់សាលាភ្ញៀវហើយបងគាត់ឲ្យផ្ញើនៅសន្តិសុខឥឡូវដាក់នៅកន្លែងសន្តិសុខគាត់សិនបងសុំផ្សាយឯកសារមួយបងគាត់មកយកឡើយប្រាប់ចូល express មកបងទៀតហើយបងចេះតែចូលអញ្ចឹងមកមានកម្លាំងចិត្តដឹកហើយពេលខ្លះអត់បងមាន booking Grab ទេបងបាទអូមានលេខផ្លូវអូខេមកអានេះគាត់ដាក់បរិយាសិនទុកពីក្រាំងក្នុងយកគេរកគាត់ដាក់ពីក្រាំងខុសទៅនេះយន់2សោះចាំមើលបងស្រីបាទសេវាអស់ 8,900 បាទឲ្យលុយហ៎អានឹងគាត់ឲ្យរួចទេនៅតែថ្លៃដឹកខ្ញុំឯងបាទ 8,900 តាមអេបបាទខ្ញុំអត់ដឹងដែរឆ្ងាយដែរបាទឆ្ងាយមកអ៊ំបាទគុណមកអ៊ំសុំចុះ 900 ទៀតអេយ៉ាប់មកអ៊ំធម្មតាទេបើសិនជាយើងចុះក្រុមហ៊ុននៅតែកាត់លុយយើងដដែលហ្នឹងព្រោះអាហ្នឹងវាជា commission របស់ក្រុមហ៊ុនមកជើងគេកាត់យើងប្រហែលអញ្ចឹងណាឥឡូវស្ងាត់បងទៀតហើយខ្ញុំនៅបរិយាភពថ្មីអន2តែស្ងាត់អូសាលានេះវារៀនហ្នឹងតំធ្វើយើងយូរដែរណាច្រឡំតំធ្វើសិស្សសាលាពេញតន់ផុតទេឥឡូវចូលមួយទៀតហ៎ 3,600 អីគេដុនថែលម៉ាម៉ាចំថែលម៉ាម៉ានេះអូមកហូបការ៉េអូអូខេចេះតែអូខេទៅស្ដាប់គាត់បានតែឲ្យគាត់គាត់ថាកុំឲ្យជីលឿនខ្លាចក្លោកជីតិចកំភៃបងនេះចិត្តដែរទេនៅភ្នំពេញថ្មីបងតែជីមិនតិចទេគួរតែផ្សាយម៉ាក្រូតិចដល់ហើយព្រៀបមកដល់កន្លែងភ្ញៀវល្មមរត់រំឃើញគុណបាទបងជួយបានទៅខាងណាវិញទៅកាហ្វេប៊ីមបងបឹងតបៃបាទបងអង្គុយឡើង2ម៉ោងជាងអត់មានបងចូលកំចូលជីចេញហ្នឹងបានចូលទៀតណាឥឡូវជីទៅអូឆ្ងាយមកដល់ stop បន្ទាយស្លឹកអីបងវារៀងស្ទះគួរសមដែរថ្ងៃនេះត្រង់ហើយលោកប្រូតែប៉ុណ្ណឹងឯងបងបាទបងចូលមកបងទៀតខ្ញុំមក express ចូលទួនគ្នាមកអត់ 8,000 យកលើកាហ្វេណាចេះអូស្គាល់ត្រង់ហ្នឹងចូលយូរខ្លាចតែខ្ញុំ cancel ចប់ដល់ខាត 8,000 ណាមិនថោកណា$2អូយឈើម
ដល់ហាងកាហ្វេបងគាត់ឲ្យជីចូលទៅក្នុងស្មានគាត់យកឲ្យខាងក្រៅដែរឥឡូវជីចូលទៅយកកាហ្វេនៅខាងក្នុងសិនកន្លែងនេះលើកទី1ដែលខ្ញុំចូលតាំងពីដឹកមកអត់ដែលដឹកបាសទេបងគាត់មានបានប្រាប់លេខផ្ទះម៉ានទេបងចាគាត់មានប្រាប់ថាលេខផ្ទះម៉ានទេអត់បងតែបងទៅគាត់អត់បងសុំតកកមកថងទៀតបានទេទៅដល់ឲ្យលាយអស់បងឆ្ងាយអូបាទអូខេបងស្អីតែស្គាល់លេខផ្ទះចម្លែកមានអារម្មណ៍ថាចែកកុហកខ្ញុំមិនទេឆ្ងាយចូលយវាដល់ទិញបាយហូបមុំរឹងដែរខ្លួនពុនដែរជើងនេះតឹងដែរហ្នឹងតម្រាំមកដល់កន្លែងភៀវឥឡូវមកដល់ផ្ទះគាត់ហើយបង មកដល់បងឆាតមកល្មមអត់ប្រាប់ដល់ខ្ញុំអត់ចឹងណាអត់បាទអរគុណបងបាទលើម៉ោង12ជាងហើយបងរកទិញបាយហូបសិនឃ្លានណាព្រោះអត់ទាន់បានបាយទេបាយពីព្រឹកហូបតែមិនតិចឥឡូវឃ្លានទៀតហើយបងរកបាយហូបសិនមួយបាយមួយលើនេះវាខ្លាំងបងដៃគាត់ឡើងគាត់មកណាតែពីមកអញ្ចឹងបាយមួយត្រេងដែងមួយចឹងវាអស់1000ឥឡូវរកកន្លែងហូបបាយសិនបងព្រោះហូបនេះវាអត់កើតទេរកកន្លែងស្ងាត់ស្មានតែថោកទៅប្រហែលជាត្រេងដែងគាត់ឡើងថ្លៃណាស់ព្រោះនៅកន្លែងនេះមានការថាកំឡុងអញ្ចឹងគឺត្រេងដែងថ្លៃទេតែលើកនេះត្រេងដែង3000សមបាយ1000 4000ចឹងមកហូបបាយជាមួយខ្ញុំអីចាំរកបងដឹកបន្តទៀតមិនអញ្ចឹងដួលហើយហូបបាយសិនមកមិញបាយនៅចិត្ត Pasta Corner ឥឡូវជាប់ Pasta Corner ឥឡូវត្រូវដឹកឲ្យភ្ញៀវវិញមកបងអត់ដឹងតែគាត់ដាក់ទីតាំងត្រូវអត់ទេនេះ Pasta Corner បាទចាំតិចអូមែនទេមកអូមែនទេចុយអាយ៉ាមីអូយ៉ាបោះដៃនៅនេះបានអរគុណច្រឡំភ្ញៀវដំបងឡើយឃើញកញ្ញានោះគាត់បោះដៃហាឡើងតំណងស្មានតែគាត់ទៅតាមពិតមែនផងគាត់ហៅភ្ញៀវគាត់ផ្សេងសោះតែខុសក៏គាត់ប្រាប់យើងដើរទៅបាត់ចេញពី Pasta Corner ឥឡូវជាប់ Brown មួយទៀតហើយមកលើដឹកឲ្យភ្ញៀវសិនមកចាស់ដល់បងអូបានអរគុណបងស្រីឲ្យទី2000គ្នាយើងអរគុណណាបងបើបានឃើញវីដេអូនេះបងដឹងអត់លុយ1500ឬក៏2000ដែរបងឲ្យពួកខ្ញុំធ្វើឲ្យពួកខ្ញុំញញឹមពេញមួយថ្ងៃហ៎បងវាមានន័យសម្រាប់ខ្ញុំព្រោះលុយនឹងតម្រាំបានរកបានជាកាក់ជាសេនវាពិបាកវាអត់ស្រួលទេបងអរគុណណាស់បងអើយអរគុណបងអរគុណសងសិនមកអត់ចាក់អូសឡើយធម្មតាមកពេញបងស្កែនបង3006បានបងចូលเลยបងចាក់សាំងរួចឥឡូវក្រុមហ៊ុនទេមកឲ្យទៅដូរធុងឲ្យបងហើយណាមួយត្រូវតែទៅដូរដែរព្រោះធុងខ្ញុំវារៀងចាស់ហើយតែរៀងឆ្ងាយដែរបងពីកំពង់មូលគួចកណ្ដុងទៅផ្សារធំថ្មីវា6គីឡូជាងដែរណាទីបំផុតខ្ញុំបានធុងថ្មីហើយបងដូររួចហើយមិញអានេះវារៀងធំជាងអាមុនបន្តិចវាអញ្ចឹងវាពិបាកអាមុនវាប៉ើងនៅខាងលើអានេះប៉ើងនៅខាងក្រោយអញ្ចឹងខ្ញុំវាអត់ទាន់ស៊ាំអីបងហើយអានេះវាជីកទៅវាទឹះខ្នងវាធំពេកបើយើងដាក់វាខិតទៅក្រោយទៅខ្លាចធាក់ធំវាអត់មានអីចោលឥឡូវខ្ញុំទៅរកបងតទៀតសិនបងបានធំថ្មីហើយបងណាដែលអត់ទាន់បានដូរធុងដូចខ្ញុំឆាប់មកដូរព្រោះមិញបងគាត់ធ្វើការនៅហ្នឹងគាត់ថាធុងទៅចូលស្តុកច្រើនណាអញ្
ចឹងបងណាដែលអត់តន់ដូរមកដូរលឿនបងអត់អស់លុយទេផ្លាស់ធុងថ្មីឲ្យចូលមកបងហើយថ្មីនាំលៀបគាត់ថាបោបងដល់ចោះផ្លាស់ធុងថ្មីហីយកវ៉ែនតាពីផ្សារធំថ្មីមកស្ទឹងជ័យបងហួសចំោះជ្រូកបន្តិចឥឡូវមកដល់កន្លែងភ្ញៀវហើយដាក់អីវ៉ាន់នេះគាត់សិនបងយកអីចឹង8000បងដាក់អានេះរួចឥឡូវខ្ញុំជិះទៅក្នុងវិញហ្នឹងព្រោះនៅនេះប្រហែលជាអត់មានបងដឹកទេព្រោះជិះមកវិញឃើញសិតតែអ្នកដឹកបឹងសាឡាងចិត្ត1ម៉ោងឥឡូវចូលមកបងហើយបងទៅនេះទៅភ្នំពេញថ្មីបាន7000ចប់ហើយណារ20រៀលឃើញទេចាក់សាំងអស់លុយមកកាណូហើយមិនមែនស្ងាត់តែខ្ញុំណាបងក៏ស្ងាត់ហើយក្រុមហ៊ុនផ្សេងក៏ស្ងាត់ Get Wow Now Panda ស្ងាត់ដូចតែគ្នាធ្វើមិនដល់កន្លែងភ្ញៀវហើយបងអស់កន្លែងអ្នកស្ងាត់អូឃើញតែប៉ុណ្្នឹងណាបងខ្លាចទៅជីទៅហើបាត់ជើងនេះពេញផ្លូវពេញស្ទះបងពីបឹងសាឡាងទៅធនាគារជាតិកម្ពុជាយើងវារៀងឆ្ងាយដែរហ្នឹងតែចម្ងាយវាអត់បញ្ហាទេតែសំខាន់តំបន់ហ្នឹងគឺដឹងតែស្ទះហើយបាទអរគុណបងបានដឹកមកឲ្យធនាគារជាតិមិញឥឡូវនៅជាប់មកបងទៀតហើយទៅឋានអង្គរជាប់លើផ្លូវម៉ងរទ្ធីអត់ដឹងថាគេដាក់ទីតាំងត្រូវអត់ទេមើលទេទៅគាត់សិនគាត់ថានៅក្រាស់ឡានបងអញ្ចឹងមានតែក្រាស់ឡានឯងយ៉ាងនេះតាកុមារគាត់ប្រាប់អញ្ចឹងមានតែកន្លែងហ្នឹងឯងត្រូវអញ្ចឹងតែប៉ុណ្្នឹងណាបងបាទយកហ្នឹងបាទបងចំយើបងពេញស្ទះហើយពីម៉ងរទ្ធីទៅព្រៃសរពោះព្រៃសរទៀតឆ្ងាយមែនតែនមិនដឹងតែម៉ោងបានដល់ហើយនេះចាប់ផ្ដើមស្ទះឲ្យបងអើយស្ទះអូសជើងដើរលឿនជាងស្ទះមែនតែនអត់ទាន់ដល់ស្ពានអាកាសផ្សារដីហុយណានៅឆ្ងាយទៀតនេះតម្រាំទៅដល់ព្រៃសរខណ្ឌអង្គរហ្នឹងអាចនឹងយប់បដ ாய் បងស្ទះយករមែនតែននេះតែខ្ញុំអត់ភ័យទេស្ទះក៏អីដែរព្រោះថាវាឯកសារវាមិនជាមហូបទេបើថាជាមហូបអាចខ្លាចទៅវាត្រជាក់អីអញ្ចឹងណាតែអានេះឯកសារវាយូរបន្តិចក៏អត់អីដែរបងបើតាមខ្ញុំទាយប្រហែលជាខ្ទង់ម៉ោង6ជាងអីអាចនឹងដល់ហើយបងតែបើសិនជាអត់ស្ទះទេវាលឿនអាចនឹងលឿនជាងហ្នឹងជីពីផ្លូវហាណូយបុកទៅវែងស្រេងហើយឡើងទៅចំការដូងត្រង់បងតែខ្ញុំខ្លាចស្ទះណាកន្លែងវែងស្រេងហ្នឹងឥឡូវមកដល់កន្លែងភ្ញៀវហើយបងគាត់នៅកន្លែងស្អីគេហ្នឹងលើខលទៅគាត់សិនដឹងទៅគាត់នៅកន្លែងណាបាទបងខ្ញុំមកដល់ហើយបងក្រែបងមកដល់ហើយមកដល់ហើយបងអាគារ2ជាន់សក់បាទខ្ញុំនៅមុខហ្នឹងឯងបងនេះខាងនេះបងអូស្ដាំដៃបាទអស់14200បង14200បងម៉ានបង20000គាត់បងណាទីតាំងគាត់ត្រូវណាបងបាទគៀនឈាមណាគៀនអូអានេះមុតដៃរហូតបងនេះពីឈុកមាសទៅវិញស្រេងមែនបងតែវាអត់អីទេព្រោះខ្ញុំជីតាមផ្លូវក្បាត់ក្រុងអញ្ចឹងលឿនទេបងតាមមួយផ្លេតដល់ហើយឆ្លងដល់ស្ពានបរិយតិចដល់តង់អានេះផង28700បង
20000ម៉ាន 28700បង 28000បាទបាទអរគុណបង ជើងនេះប្រហែលជាជើងចុងក្រោយរបស់ខ្ញុំអីបងទៅសម្រាប់អីព្រោះវាតាំងពីព្រឹកដែរស្បើយអស់កម្លាំងបងអញ្ចឹងពីម៉ោង7កន្លះឥឡូវម៉ោង5ជាងអីបងខ្ញុំសម្រាប់ចិត្តតែចូលផ្ទះហើយដោយសារតែហត់ឯមូលហេតុដែលចម្បងមួយទៀតនោះគឺវានៅចិត្តបន្ទប់ផងអញ្ចឹងចូលផ្ទះហើយព្រោះឥឡូវខ្ញុំកំពុងតែជិះនៅផ្លូវវិញស្រេងសម្ដៅទៅស្ទឹងជ័យថ្មីហើយបន្ទប់ខ្ញុំនៅក្បែរនឹងឯងបងហើយថ្ងៃនេះរៀងសប្បាយចិត្តបងដោយសារតែបានធីបបងស្រីម្នាក់ចិត្តល្អនៅជ្រោយចង្វាហ្នឹងគាត់ឲ្យ2000ហើយមានបងផ្សេងទៀត400 500 1000សប្បាយចិត្តហើយយ៉ាងណាក៏រួចថ្លៃបាយយើងមកល្ងាចដែរបងហើយខ្ញុំសុំសួរយោបល់បងបន្តិចខ្ញុំគួរធ្វើវីដេអូអីបន្តទៀតព្រោះខ្ញុំវានឹកអត់ឃើញបងអត់ជួយប្រាប់ថាត្រូវធ្វើមិន challenge អីបន្តទៀតព្រោះបើឲ្យតែខ្ញុំធ្វើតាមដែលអញ្ចឹងហើយបងខ្ញុំវាអត់មានកំណត់អីថ្មីអញ្ចឹងបងចង់ឲ្យខ្ញុំធ្វើអីថ្មីប្លែកបងអាច comment នៅខាងក្រោមបានហើយសម្រាប់បងអ្នកថ្មីដែលមិនទាន់បានជួយ subscribe channel របស់ខ្ញុំសូមបងជួយចុចម្នាក់មួយដើម្បីជាការលើកទឹកចិត្តវាអត់អស់អីទេបងចុចតែមកប៉ក់ទៅអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបងជូនពរបងទាំងអស់ឲ្យមានសុខភាពល្អសុខសប្បាយទាំងអស់គ្នាអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបងអរគុណ